សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងចូលដល់មេរៀនថ្មីយើងមួយទៀតដែលពាក់ព័ន្ធជាមួយនឹងការស្គាល់អំពីបន្ទាត់នៃសកបាលដែលថ្ងៃនេះគឺយើងយកមកបង្ហាញនៅលើក្បាលម៉ាឡាកាំងជាន់នេះហើយមេរៀនមុនយើងរៀនដល់ការរៀនពីក្បាច់កត្រៃប៉ុន្តែនេះជាមេរៀនថ្មីគឺយើងរៀនដល់បន្ទាត់នៃសកបាលម្ដងដែលខ្ញុំនឹងធ្វើការបង្ហាញទៅលើក្បាលម៉ាឡាកាំងមួយនេះដើម្បីឲ្យបងប្អូនងាយយល់អញ្ចឹងដោយដែលមេរៀនពីមុនគឺខ្ញុំមានបែងចែកជាមេរៀនជាចម្ពោះជាក្បាច់ទីប្រមាណឲ្យបងប្អូនងាយយល់អញ្ចឹងលើកនេះក៏ដូចគ្នាសម្រាប់ខ្ញុំមានបែងចែកនៅលេខរៀងឬក៏បន្ទាត់សម្រាប់សកបាលដើម្បីឲ្យបងប្អូនគាត់រៀនគាត់ស្ដាប់ទៅគាត់ឆាប់យល់បានអញ្ចឹងចូលដល់មេរៀនរបស់យើងអញ្ចឹងនេះសម្រាប់ក្បាលរបស់មនុស្សយើងចាប់ពីជើងសក់រហូតទៅដល់ផ្ទៃខាងលើសម្រាប់អញ្ចឹងក្បាលចំហៀងអានេះគឺចំហៀងក្បាលផ្នែកខាងចំហៀងណាក្បាលផ្នែកខាងចំហៀងផ្ទៃរបស់វានេះគឺបែងចែកទៅជា4បន្ទាត់អានេះគឺជាផ្នែកចំហៀងក៏ប៉ុន្តែផ្នែកខាងក្រោយក៏មានបែងចែកដូចគ្នាណាបងប្អូននេះផ្នែកខាងក្រោយក៏មានបែងចែកដូចគ្នាក៏ប៉ុន្តែខុសគ្នានៅត្រង់ថាទំហំនៃបន្ទាត់សកបាលនៃផ្នែកចំហៀងវាទូជាងទំហំនៃបន្ទាត់ក្បាលនៅផ្នែកខាងក្រោយក៏ប៉ុន្តែទោះបីជាវាទូចធំខុសគ្នាយ៉ាងម៉េចគឺវាមានតែ4បន្ទាត់ហ្នឹងទេនេះខ្ញុំសូមបញ្ជាក់បងប្អូនឲ្យបានយល់អញ្ចឹងបងប្អូនសួរថាហើយចុះខ្ញុំឃើញគេមានបែងចែកលេខដូចថាខាងក្រោមនេះលេខ1កន្លះខាងលើនេះលេខ2ខាងបន្ទាប់ទៀតលេខ3កន្លះលេខ4លេខ5អាហ្នឹងគេចង់និយាយពីអីខ្ញុំចង់ប្រាប់បងប្អូនថាអាការបែងចែកទៅជាលេខ1កន្លះទៅជាលេខ2លេខអីអានោះសំដៅទៅលើការស្វែងយល់អំពីម៉ូដសក់ប្រភេទហ្នឹងតើគេកាត់ប្រើពុម្ពលេខប្រមាណទៅអញ្ចឹងអាការបែងចែកបែបហ្នឹងគឺបែងចែកសម្រាប់តែម៉ូដសក់មួយប៉ុណ្ណោះក៏ប៉ុន្តែសម្រាប់ការបែងចែកលេខទៅជា4បែបនេះគឺចង់ចែកបន្ទាត់សក់ក្បាលឲ្យដាច់ស្រឡះពីគ្នាដើម្បីឲ្យបងប្អូនងាយយល់វាជាតំបន់នៃបន្ទាត់ក្បាលដោយសារតែក្បាលរបស់យើងពីមួយចំណុចទៅមួយចំណុចគឺវាអត់ដូចគ្នាទេដល់អញ្ចឹងសម្រាប់អ្នករៀនសូត្រគាត់អាចពិបាកក្នុងការស្វែងយល់អញ្ចឹងសម្រាប់អ្នកបរិញ្ញាគាត់នឹងបង្ហាញឲ្យយល់អំពីបន្ទាត់សក់ក្បាលថាតំបន់នេះគឺវាមានលក្ខណៈខុសពីតំបន់នេះបែបម៉េចតំបន់នេះខុសពីតំបន់នេះបែបម៉េចអញ្ចឹងសកម្មភាពនៃការកាត់សក់របស់យើងក៏ដូចគ្នាវាអត់ខុសគ្នាទេគឺដូចគ្នាអញ្ចឹងនៅពេលដែលយើងកាត់យើងត្រូវស្គាល់អំពីបន្ទាត់នៃសក្បាលចាប់ពីលេខ1រហូតទៅដល់លេខ4តើតំបន់ទាំង4ហ្នឹងវាខុសគ្នាបែបម៉េចហេតុអីបានគេចាំបាច់បែងចែកតំបន់ហ្នឹងទៅជា4អញ្ចឹងចុះមិនក៏វាមិនព្រមទៅជា3ឬក៏ទៅជា1បានហើយចាំបាច់ទៅជា4អញ្ចឹងខ្ញុំនឹងបកស្រាយឲ្យបងប្អូនបានយល់ពីមូលហេតុមួយហ្នឹងអញ្ចឹងទី1ខ្ញុំចង់ឲ្យបងប្អូនស្គាល់ពីបន្ទាត់នៃសក្បាលសិនណាអញ្ចឹងនេះបងប្អូនសូមបងប្អូនស្វែងយល់តាមខ្ញុំសម្រាប់បន្ទាត់ទី1គឺរាប់ចាប់ពីជើងសក់នេះទៅរហូតទៅទល់នឹងកលៈតិចបងប្អូនឃើញកលៈតិចយើងហ្នឹងវាមានជើងសក់នេះនៅផ្នែកខាងនេះវាមានជើងសក់មួយដែលនៅពីលើស្លឹកតិចអញ្ចឹងបើបងប្អូនរាប់ពីជើងសក់ខាងក្រោមមិនខ្វល់ថាបងប្អូនមានជើងសក់ប្រវែងណាទេគឺរាប់ចាប់ពីចុងសក់ចុងនៃជើងសក់ហ្នឹងទៅទល់ជាមួយនឹងជើងសក់ផ្នែកខាងលើកលៈស្លឹកត្រចៀកយើងនេះអាហ្នឹងរាប់ថាជាបន្ទាត់ទី1បន្ទាប់មកទៀតសម្រាប់បន្ទាត់ទី2គឺជាបន្ទាត់ដែលរាប់ពីជើងសក់នេះទៅទល់គ្នានឹងផ្ទៃខាងលើដែលបែងចែកដែលវានៅព្រំដែននៃបន្ទាត់ទី3អញ្ចឹងបន្ទាត់ទី2នេះប្លែកខុសពីគេត្រង់ណាបន្ទាត់ទី2ប្លែកខុសពីគេនៅត្រង់ថាវាស្ថិតនៅក្នុងផ្ទៃមួយរាបស្មើគឺរាបស្មើតាំងពីផ្ទៃចាប់ផ្ដើម
រហូតទៅដល់ខាងចុងវាគឺស្ថិតនៅក្នុងផ្ទៃរាបស្មើទាំងអស់អត់មានបត់បែនអត់មានកោងអត់មានកាច់អីទេគឺផ្ទៃរាបស្មើអញ្ចឹងបន្ទាត់ទី2គឺជាផ្ទៃរាបស្មើនៃផែនក្បាលផ្នែកចំហៀងបន្ទាប់មកទៀតបន្ទាត់ទី3បន្ទាត់ទី3គឺបន្ទាត់ដែលមានលក្ខណៈប្លែកខុសពីបន្ទាត់ទី2នៅត្រង់ថាខ្សែដែលនៅខាងក្រោមរបស់វាគឺស្ថិតនៅពីលើស្បែកដែលមានផ្ទៃរាបស្មើក៏ប៉ុន្តែទៅដល់ចុងបន្ទាត់គឺជាកន្លែងដែលវាកាច់កោងណាបើបងប្អូនមើលពីត្រង់ចេះណាមើលពីមុខចេះបងប្អូននឹងឃើញរាងក្បាលគេកោងបែបនេះបន្ទាត់ទី2គឺត្រង់ប៉ុន្តែបន្ទាត់ទី3គឺកោងចូលអញ្ចឹងបន្ទាត់ទី3វាគឺជាបន្ទាត់ដែលស្ថិតក្នុងតំបន់ដែលចាប់ផ្ដើមកោងឡើងនៃរាងក្បាលដែលយើងហៅវាថាជាបន្ទាត់ទី3ដើម្បីឲ្យបងប្អូនងាយចំណាំថាវាគឺជាតំបន់ទី3បន្ទាប់មកទៀតតំបន់ទី4នេះតំបន់ខាងលើតំបន់ទី4គឺជាតំបន់ដែលផ្ទៃក្បាលទាំងស្រុងត្រូវបានកោងណាវាអត់មានផ្ទៃរាបស្មើដូចជាបន្ទាត់ទី2ទេផ្ទៃដែលរាបស្មើមានបន្ទាត់ទី1និងបន្ទាត់ទី2គឺជាបន្ទាត់ដែលមានផ្ទៃរាបស្មើដូចគ្នាប៉ុន្តែបន្ទាត់ទី3ប្លែកពីគេនៅត្រង់ថាវាជាបន្ទាត់ដែលខាងក្រោមរបស់វាគឺឈរត្រង់ក៏ប៉ុន្តែខាងបន្ទាត់លើរបស់វានេះគឺជាកន្លែងដែលក្បាលមនុស្សយើងចាប់ផ្ដើមកោងកាច់អញ្ចឹងតំបន់ហ្នឹងជាតំបន់ទី3បន្ទាប់មកទៀតចូលដល់បន្ទាត់តំបន់ទី4គឺជាតំបន់ដែលមិនមានផ្ទៃរាបស្មើទេសូម្បីតែពេលដែលយើងកាត់សក់សូម្បីតែពេលដែលយើងជោគក្រាស់ឡើងក៏បន្ទាត់ទី4នេះជាបន្ទាត់ដែលត្រូវប្រុងប្រយ័ត្នបំផុតប៉ុន្តែបងប្អូនសួរថាតើការបែងចែកបន្ទាត់ទាំង4បែបហ្នឹងវាផ្ដល់ផលអីសម្រាប់អ្នករៀនផ្ដល់ភាពងាយស្រួលផ្ដល់ការយល់ដឹងអីខ្លះដល់អ្នករៀនអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនឲ្យបានដឹងអំពីការបែងចែកអត្ថប្រយោជន៍នៃបន្ទាត់សក់បែបហ្នឹងតើពេលដែលយើងកាត់វាមានប្រយោជន៍អីខ្លះអូខេបងប្អូនអញ្ចឹងនេះជាការឧទាហរណ៍ដើម្បីបញ្យល់ប្រាប់បងប្អូនឲ្យបានយល់ពីអត្ថប្រយោជន៍នៃការបែងចែកបន្ទាត់សក់ក្បាលអញ្ចឹងបងប្អូនមើលនេះខ្ញុំមានស្និតមួយនៅពេលដែលបងប្អូនកាត់សក់ឲ្យគេសម្រាប់តំបន់ទី1នេះគឺជាតំបន់ដែលយើងងាយឈូសទេយើងងាយនឹងឈូសពីព្រោះវាជាផ្ទៃរាបស្មើទោះបីជាវាអេនអនយ៉ាងម៉េចក៏ប៉ុន្តែវាមិនមែនជាតំបន់ដែលធ្វើឲ្យយើងប្រឈមមុខទៅនឹងការកាត់ងាយខូចងាយខាតអីពេកទេតំបន់ទី1នេះភាគច្រើនគឺគេឈូសបែប fade ឬមកក៏វាស្ដើងអញ្ចឹងភាគរយខ្ពស់ទោះបីជាខុសក៏យើងអាចនឹងរកទំនុកដើម្បីសេរីវាបានណាបន្ទាប់មកទៀតតំបន់ទី2នេះបងប្អូនមើលតំបន់ទី2តំបន់ទី2នេះក៏មានផ្ទៃរាបស្មើដែររាប់ចាប់ពីជើងសក់ផ្នែកខាងលើស្លឹកត្រចៀកកលៈត្រចៀកនេះទៅគឺវាមានផ្ទៃរាបស្មើដែលធ្វើឲ្យយើងពេលយើងជោគស្និតយើងឡើងបែបនេះយើងជោគបែបនេះគឺយើងអត់មានព្រួយខ្លាច់ពេលដែលកាត់ទៅតិចឆក់តែដឹងតិចអីតែដឹងគឺអត់ព្រួយសោះពីព្រោះវាជាផ្ទៃរាបស្មើងាយស្រួលនៅក្នុងការជោគស្និតឃើញទេក៏ប៉ុន្តែចូលដល់បន្ទាត់ទី3គឺជាបន្ទាត់ដែលទាមទារឲ្យយើងមានការប្រុងប្រយ័ត្នហើយស្វែងយល់ពីវាឲ្យបានច្រើនពីព្រោះអីនេះបងប្អូនចាំមើលណាចាំមើលខ្ញុំដាក់ស្និតឲ្យមើលនៅពេលដែលបងប្អូនពេលដែលខ្ញុំដាក់ស្និតបែបហ្នឹងបងប្អូននឹងឃើញថាបន្ទាត់ទី3គឺជាបន្ទាត់ដែលវារាបស្មើឃើញទេវារាបស្មើនៅខាងក្រោមប៉ុន្តែទៅដល់លើគឺវាកាច់កោងបែបនេះវាកាច់កោងដូចជារាងស្និតដែលខ្ញុំកាច់អញ្ចឹងនៅពេលដែលបងប្អូនឈូសបងប្អូនអត់អាចប្រើស្និតរបស់បងប្អូនដើម្បីផ្អែកទៅលើអញ្ចាំងក្បាលទៀតទេពេលហ្នឹងជាពេលដែលបងប្អូនត្រូវប្រុងប្រយ័ត្នត្រូវកាត់ដោយការប្រុងប្រយ័ត្នពីព្រោះបើយើងអត់ប្រុងប្រយ័ត្នអាស្និតដែលយើងជោគទៅហ្នឹងវានឹងបសល់ស្នាមឆក់ឬមួយក៏បសល់ទៅជាស្នាមដែលវាផ្ដេកទៅវាអត់មែនជាស្នាមឈរត្រង់ទៅតាមម៉ូដឈូសដែលយើងចង់បានវាទៅជាម៉ូដបែបកោងចូលទៅវិញយើងស៊ីជ្រុលអញ្ចឹងវាខូចម៉ូដដែលគេចង់បានអញ្ចឹងសម្រាប់ការឈូសនៅបន្ទាត់ទី3គឺបែបនេះ
នៅពេលដែលបងប្អូនឈូសដល់បន្ទាត់ទី2យើងដាក់រៀបស្មើប៉ុន្តែទៅដល់បន្ទាត់ទី3គឺបងប្អូនត្រូវទប់លំនឹងដៃយើងនេះទប់ឲ្យជាប់រួចហើយយើងធ្វើការផ្អែកខ្នងស្និតគឺនៅត្រឹមចុងនៃបន្ទាត់ទី2នេះបានហើយនៅពេលយើងជោគឡើងនៅខ្នងស្និតយើងនេះផ្អែកនៅបន្ទាត់ទី2មែនក៏ប៉ុន្តែសម្រាប់ថ្មិញស្និតរបស់យើងគឺត្រូវបានហើបទាំងស្រុងពីស្បែកក្បាលដល់ពេលដែលយើងកាត់គឺវាបង្កើតបានជាស្នាមស្មើឡើងដែលវាជាម៉ូដដែលយើងត្រូវតែកាត់បែបហ្នឹងណាចំណែកបន្ទាត់ទី4គឺជាបន្ទាត់ដែលរឹតតែប្រុងប្រយ័ត្នខ្លាំងជាងបន្ទាត់ទី3ទៀតក៏ព្រោះតែវាចាប់ផ្ដើមពីបន្ទាត់ខាងក្រោមនេះទៅគឺវាសុទ្ធតែហើបពីស្បែកក្បាលទាំងអស់មានន័យថាយើងកាត់សក់ឲ្យគេគឺតម្រូវឲ្យយើងប្រហើបស្និតទាំងគល់ស្និតទាំងចុងស្និតអញ្ចឹងក្នុងពេលហ្នឹងតើយើងពឹងផ្អែកទៅលើអីដើម្បីកាត់គឺយើងពឹងផ្អែកទៅលើដៃរបស់យើងដើម្បីទប់លំនឹងស្និតពីព្រោះយើងឈូសគឺយើងត្រូវការប្រើត្រង់ដឺរត់ពីលើស្និតអញ្ចឹងយើងអត់អាចទៅផ្អែកអញ្ចេះដើម្បីឈូសពីព្រោះបើយើងឈូសបែបហ្នឹងគឺវានឹងខូចម៉ូដគេអញ្ចឹងចូលដល់បន្ទាត់ទី3និងបន្ទាត់ទី4ជាបន្ទាត់ដែលបងប្អូនត្រូវកាត់ដោយការប្រុងប្រយ័ត្នបំផុតអញ្ចឹងយើងត្រូវរៀនពីការទប់លំនឹងស្និតពេលដែលយើងជោគសក់ណាពេលដែលយើងជោគសក់យើងទប់លំនឹងស្និតទោះបីជាយើងត្រូវហើបឡើងបងប្អូនមើលដៃខ្ញុំហើបឡើងប៉ុន្តែគឺយើងប្រើលំនឹងនៃដៃយើងទាំងស្រុងយើងអត់ប្រើការពិតយើងជំនួយអាខ្នងស្និតដើម្បីយកទៅពិតពីលើស្បែកក្បាលគេដូចបន្ទាត់ទី1និងបន្ទាត់ទី2ទេចាប់ពីបន្ទាត់ទី3ទៅគឺជាបន្ទាត់ដែលយើងត្រូវប្រុងប្រយ័ត្នហើយចំពោះបងដែលតឹមចាប់ផ្ដើមនៃការរៀនកាត់សក់តឹមតែចាប់ផ្ដើមឈូសសក់ឲ្យគេលើកទី1លើកទី2អីហ្នឹងភាគច្រើនគឺចាប់ពីបន្ទាត់ទី3និងទី4ទៅគឺបងប្អូនច្រើនតែកាត់ខុសឬក៏លងចូលអាហ្នឹងហើយគឺជាបញ្ហាដែលខ្ញុំកំពុងនិយាយនៅពេលនេះអញ្ចឹងពេលដែលបងប្អូនស្វែងយល់ពីបន្ទាត់នៃសក់ក្បាលគឺបងប្អូនលែងសង្ស័យទៀតថាហេតុអីបានកាត់ទៅវាចេះតែលងហេតុអីបានកាត់ទៅវាចេះតែលងចូលវាអត់ឃើញស្មើដូចគេអ្នកជំនាញគេកាត់អញ្ចឹងគឺមូលហេតុនៅត្រង់ហ្នឹងនៅពេលដែលគេចេះកាត់គេដឹងថាឲ្យតែដល់បន្ទាត់ទី3នឹងឡើងគឺគេត្រូវតែប្រុងប្រយ័ត្ននៅក្នុងការកាត់បន្ថយកម្លាំងដែលយើងពិតជាមួយនឹងស្បែកក្បាលគេនេះមកបញ្ចូលនៅនឹងដៃយើងឯនេះវិញដើម្បីទប់លំនឹងស្និតម្ដងឃើញទេដើម្បីទប់លំនឹងស្និតម្ដងអញ្ចឹងពេលហ្នឹងយើងកាត់គឺអត់ងាយខុសទេបាទនេះគឺជាមេរៀនដែលខ្ញុំចង់បញ្យល់ឲ្យបងប្អូនបានយល់ពីលេខឬក៏បន្ទាត់នៃសក់ក្បាលរបស់មនុស្សយើងដែលគេបែងចែកជា4ហើយបញ្ជាក់បងប្អូនតិចថាវាមិនមែនជាបន្ទាត់ទូទៅទាំងស្រុងដែលខ្ញុំនឹងនិយាយទេគឺខ្ញុំសុំនិយាយតែពីអញ្ចាំងក្បាលផ្នែកខាងចំហៀងនិងផ្នែកខាងក្រោយមិញខ្ញុំនិយាយពីផ្នែកខាងចំហៀងឥឡូវខ្ញុំសូមនិយាយពីផ្នែកខាងក្រោយបងប្អូនមើលបន្ទាត់ពីចំហៀងមិញបងប្អូនឃើញវាមានប្រវែងខ្លីត្រូវទេផ្ទៃក្បាលចំហៀងរបស់វាខ្លីបើយើងរាប់ពីបន្ទាត់ទី1រហូតដល់បន្ទាត់ទី4គឺប្រវែងវាគឺខ្លីប៉ុន្តែដល់ពេលមកមើលខាងក្រោយនេះវិញគឺបន្ទាត់វាបែរជាវែងទៅវិញមួយលេខមកប្រឡោះវាទៅជាវែងវាទៅជាធំតើអាហ្នឹងមកពីមូលហេតុអីអាហ្នឹងគឺមកពីបន្ទាត់ដែលនៅខាងក្រោយហ្នឹងគឺគេបែងចែកជា4ក៏ប៉ុន្តែផ្ទៃនៃក្បាលខាងក្រោយវាអត់ដូចគ្នានឹងផ្ទៃនៃក្បាលចំហៀងទេផ្ទៃក្បាលដែលនៅផ្នែកចំហៀងវាមានប្រវែងខ្លីប៉ុន្តែផ្ទៃក្បាលដែលនៅផ្នែកខាងក្រោយវាមានប្រវែងវែងជាងប៉ុន្តែទោះបីជាវាវែងខ្លីលើសគ្នាយ៉ាងម៉េចក៏បន្ទាត់ក្បាលវានៅតែ4ហ្នឹងវាអត់មានលើសពី4ហ្នឹងទេគេចែកជា4តំបន់ដើម្បីឲ្យយើងងាយស្រួលក្នុងការស្វែងយល់ពីភាពកោងនៃរាងក្បាលដើម្បីឲ្យពេលដែលយើងប្រើស្និតទៅលើក្បាលហ្នឹងយើងកាត់ទៅគឺអត់ខុសយើងកាត់ទៅវាអត់ភ្លាវដោយសារតែក្បាលកោងប៉ុន្តែស្និតវាត្រង់អញ្ចឹងដើម្បីប្រើស្និតដែលជារបស់ត្រង់ទៅកាត់លើរបស់ដែលកោងគេត្រូវបែងចែកតំបន់សក់ជា4ដើម្បីឲ្យយើងចំណាំវាហើយកាត់ដោយប្រុងប្រយ័ត្នពេលដែលយើងកាត់ដល់តំបន់មួយ
chẳng dừng vô lại bịបញ្ហាអស់ហ្នឹងយើងស្វែងយល់វាដល់ពេលដែលយើងចាប់ត្រង់ដើមមកឈូសគឺយើងឈូសអត់ខុសទេពេលចូលដល់តំបន់ដែលគួរប្រុងប្រយ័ត្នពេលនោះយើងនឹងចេះប្រុងប្រយ័ត្នហើយនេះជាបន្ទាត់ទី1បងប្អូននេះបន្ទាត់ទី1ដែលខ្ញុំគូសនេះជាបន្ទាត់ទី1បន្ទាត់ទី1គឺមានតែប៉ុណ្ណេះទេសម្រាប់សក់ក្បាលក្រោយមានតែប៉ុណ្ណេះប៉ុន្តែវាអាចហៀណាវាអាចហៀមកដល់នេះដល់អាស្រ័យទៅលើជើងសក់គេនេះវាអូសបន្លាយវែងមកក្រោមឬអត់ប៉ុន្តែធាតុពិតគឺវាតែប៉ុណ្ណេះឯងប៉ុន្តែក្បាលម៉ាឡកាំងនេះវាអាចយកជាការបានដោយក្បាលមនុស្សទេដោយសារក្បាលមនុស្សអានឹងជាធម្មជាតិវាជាភាពជាក់ស្ដែងរបស់មនុស្សហើយប៉ុន្តែនេះជាក្បាលជ័រវាគ្រាន់តែជារូបភាពប្រឌិតមួយឲ្យស្តៀងគ្នាប៉ុណ្ណោះឯងអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ពីមេរៀនដែលខ្ញុំបញ្យល់បងប្អូនឥឡូវហ្នឹងហើយអរគុណច្រើនបងប្អូនរងចាំខ្ញុំផ្ដល់ឲ្យមេរៀនក្រោយទៀតក៏ប្រហែលជានឹងត្រូវនិយាយពីក្បាលម៉ាឡកាំងទៀតក៏មិនដឹងណាចាំមើលខ្ញុំរៀបចំវីដេអូតាមលំដាប់លំដោយឲ្យបងប្អូនងាយបានយល់ឲ្យតែបងប្អូនដាក់ចិត្តរៀនដាក់ចិត្តស្វែងយល់គឺឆាប់យល់ទេណាឲ្យតែយើងអាសាហើយស្រឡាញ់វាអរគុណច្រើនបងប្អូន